ក៏ខ្ញុំចាប់ផ្ដើមបិទជាមួយនឹង mask stem cell coconut ពពុះនេះគ្រឿងផ្សំរបស់វាគឺខុសពី mask collagen ទូទៅដែលបងប្អូនឃើញតម្លៃធូរៗនៅតាមទីផ្សារសូម្បីតែ packaging របស់គេបងប្អូនមើលមាន3សតប់តែមិនមែនមានន័យថាយក3សតប់ហ្នឹងមកបិទបានម្ដងមួយសន្លឹកគឺអត់ទេ3សតប់ហ្នឹងគឺបកសតប់ទី1ចេញបងប្អូនឃើញទេបកសតប់ទី1ចេញបន្ទាប់មកយកសតប់ទី2នេះ collagen របស់វាគឺនៅសតប់ទី2យកមកបិទនៅលើផ្ទៃមុខហើយសាច់របស់វាគឺចែលទុនងាយជ្រាបចូលស្បែកមុខហ្មងនិយាយទៅពពួកនេះគឺវាមានអត្រាជ្រាបចូលស្បែកមុខបានជ្រៅជ្រាបចូលស្បែកមុខបានលឿនជាង mask ទូទៅ collagen ធម្មតាដែលបងប្អូនឃើញនៅតាមផ្សារដែលគេលក់តម្លៃធូរៗហើយសួរថា ingredient របស់វាមានអីខ្លះណែមើលខ្លួនឯងគឺចម្រាញ់ចេញពី stem cell coconut bio cellulose ដែលចម្រាញ់ចេញពីសារធាតុផ្លែដូងមានសមត្ថភាពរក្សាសំណើមបានជ្រៅបិទស្អិតជាប់មុខល្អរក្សាស្បែកឲ្យស្ងប់ស្ងាត់ដូចជាការរោរមាស់ពីការប្រើប្រាស់ជាមួយនឹងសារធាតុកាទី2ចម្រាញ់ចេញពី stem cell extract ជួយជួសជុលរនាំងការពារស្បែកឲ្យរឹងមាំនិងជួយពជាភាពចាស់ប្រហាប់ស្បែកមុខឲ្យហាប់តឹងសំខាន់ធ្វើឲ្យមុខរបស់យើងសភ្លឺថ្លាបន្ថយស្នាមឲ្យខ្មៅបានយ៉ាងពូកែទី3ពពួក hyaluronic acid និង glycerin ពពួកហ្នឹងអ្នកណាមិនល្បីផ្ដល់ជាតិទឹកកាត់បន្ថយស្បែកមុខស្ងួតរបកដែលមានអារម្មណ៍ថាតឹងមុខប្រេះមុខអីហ្នឹងបិទមកល្អ